សួស្តីពុកម៉ែបងប្អូនប្រជាកសិករទាំងអស់នៅក្នុងប្រទេសកម្ពុជាសូមស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតរបស់ខ្ញុំបាទហ្នឹងហើយបងប្អូនសម្រាប់វីដេអូនេះគឺខ្ញុំចង់ចែកម្លែកបាទបងប្អូនរបស់យើងទាំងអស់គ្នាជាពិសេសគឺបងប្អូនម្ចាស់ចំការស្វាយចន្ទីបាទសម្រាប់វីដេអូនេះគឺខ្ញុំចង់ចែកម្លែកពាក់ព័ន្ធជាមួយនឹងបាទសកម្មភាពនៅក្នុងការដាក់ជីបាទដាក់ជីដំណាំស្វាយចន្ទីបាទជាក់ស្ដែងទៅចំការស្វាយចន្ទីនេះគឺនៅខាងស្រុកបាទថ្លាបរិវត្តខេត្តស្ទឹងត្រែងហើយនេះគឺជាការដាក់ជីលើកទី2បាទមានន័យថាចុងរដូវវស្សាឬក៏ចុងរដូវភ្លៀងហើយដែលយើងដាក់នេះគឺយើងដាក់នៅបាទពាក់កណ្ដាលខែ10បាទហ្នឹងហើយបងប្អូនពាក់កណ្ដាលខែ10អញ្ចឹងសម្រាប់ការដាក់ជីយើងមានវិធីសាស្ត្រច្រើននៅក្នុងការដាក់ជីណាគឺបងប្អូនអាចបាទហើយយើងព្យួរលុបក៏បានជាក់ស្ដែងទៅតាមសន្តានដីរបស់បងប្អូនណាបើសិនបើសន្តានដីខាងបងប្អូនបាទស្មើល្អមិនសូវមានគល់ឈើមិនសូវមានអីបាទស្អាតស្រឡះល្អបងប្អូនអាចព្យួរក៏បានដែរបាទបងប្អូនអាចបាយជីទៅគឺយើងព្យួរលុបបាទព្យួរលុបក៏ជាវិធីសាស្ត្រល្អមួយដែរសម្រាប់ការដាក់ជីហើយដោយឡែកសម្រាប់ជំការនេះគឺយើងអត់បានធ្វើការព្យួរទេបាទអញ្ចឹងវិធីសាស្ត្រដែលយើងអាចដាក់បានគឺយើងកាប់កម្ដៅជុំវិញដំណាំស្វាយចន្ទីរបស់យើងទៅបាទអាចមាន4 5រណ្ដៅ6រណ្ដៅអីទៅបាទអញ្ចឹងយើងកាប់ទៅហើយយើងដាក់តាមហ្នឹងបាទហើយចំពោះបាទវិធីសាស្ត្រនៅក្នុងការដាក់បងប្អូនអាចកាប់ទៅបាទយើងឃើញជាក់ស្ដែងហើយគឺយើងមើលតាមបាទចុងស្លឹកស្វាយចន្ទីរបស់យើងបាទយើងអាចកាប់តាមចុងស្លឹកនឹងក៏បានឬក៏បងប្អូនកាប់បាទចេញពីចុងស្លឹកមកក្នុង1ម៉ែត្រក៏បានដែរបាទហើយបងប្អូនកាប់តាមហ្នឹងទៅបាទកាប់4 5កន្លែងទៅ4 5ដៅទៅហើយយើងដាក់ជីតាមហ្នឹងបាទហើយចំពោះដែលប្រភេទជីដែលយើងដាក់នៅក្នុងពេលនេះគឺជាប្រភេទជីបាទ NPK 20-20-15គឺយើងដាក់ដើម្បីជំរុញយកផ្កាហើយនឹងផ្លែបាទអញ្ចឹងជំរុញឲ្យការលូតលាស់បានលឿនហើយការដាក់របស់យើងនេះគឺរៀងស្រូតដែរហើយពាក់ព័ន្ធមួយស្មៅគឺយើងធ្វើអត់ទាន់បានស្អាតល្អទេបាទអញ្ចឹងបើសិនជាបងប្អូនរបស់យើងមានពេលវេលាគ្រប់គ្រាន់បងប្អូនត្រូវបាទសម្អាតស្មៅចំការរបស់យើងបានស្អាតល្អបាទមុនពេលដែលយើងដាក់ជីណាបាទចាក់ស្ដែងទៅបងប្អូនសម្រាប់ជាបទពិសោធន៍របស់ខ្ញុំនៅក្នុងការដាក់ជីដំណាំស្វាយចន្ទីទូទៅគឺខ្ញុំដាក់2ដងបាទគឺយើងដាក់នៅដើមរដូវវស្សាឬក៏ដើមទឹកភ្លៀងម្ដងហើយនឹងម្ដងទៀតនៅពេលដែលបាទចុងរដូវវស្សាឬក៏ចុងរដូវភ្លៀងហ្នឹងគឺយើងត្រូវដាក់ម្ដងទៀតនឹងជាបទពិសោធន៍ដែលខ្ញុំធ្លាប់ដាក់ណាបាទហើយសម្រាប់បងប្អូនម្ចាស់ចំការចន្ទីរបស់យើងបាទផ្សេងទៀតបើសិនជាបងប្អូនមានបទពិសោធន៍ផ្សេងពាក់ព័ន្ធជាមួយនឹងការដាក់ស្វាយចន្ទីបងប្អូនអាចបាទចែករំលែកមកកាន់ខ្ញុំផងបាទចំពោះបទពិសោធន៍ថ្មីបងប្អូនអាចបាទ comment នៅក្រោមវីដេអូរបស់ខ្ញុំបានបាទហើយបើជាបទពិសោធន៍របស់ខ្ញុំគឺខ្ញុំតែងតែដាក់បែបហ្នឹងបាទប៉ុន្តែក៏យើងមានចំការដែលយើងបាទរៀបចំបានល្អគឺយើងធ្វើការព្យួរដូចគ្នាបាទអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទសូមអរគុណ